Facebook ហើយនិង TikTok គឺជា platform ដែលពេញនិយមខ្លាំងជាងគេនៅកម្ពុជាផ្ទាល់ Facebook គឺឈរនៅលំដាប់ទី1មានអ្នកបើកគណនីប្រើប្រាស់ដល់ទៅជាង11លាននាក់ចំណែកឯ TikTok គឺឈរនៅលំដាប់ទី2មានអ្នកប្រើប្រាស់រហូតដល់ទៅ7.4 លាននាក់ក្រៅពីនឹងមាន IG YouTube អីជាដើមសួស្តីអ្នកទាំងអស់គ្នាខ្ញុំថាវីនៅក្នុងវីដេអូយើងថ្ងៃនេះនឹងនិយាយអំពីប្រព័ន្ធផ្សព្វផ្សាយ Digital ដែលផ្ដោតសំខាន់ទៅលើបណ្ដាញសង្គមមានដូចជា Facebook, TikTok, YouTube, website ឬក៏ IG អីជាដើមដូចដែលយើងដឹងស្រាប់ហើយប្រព័ន្ធផ្សព្វផ្សាយ Digital នៅលើបណ្ដាញសង្គមគឺមានឥទ្ធិពលខ្លាំងមែនទែនមកកាន់ការរស់នៅរបស់យើងសប្តាហ៍ថ្ងៃម្នាក់យ៉ាងអន់ក៏មានមួយដែលអាចជា Facebook, TikTok ឬក៏ YouTube អីអញ្ចឹងទៅចុះអ្នកទាំងអស់គ្នារាល់ថ្ងៃមានគណនីគេខ្លះចាំជួយ comment នៅក្នុងវីដេអូនេះផង Facebook ហើយនិង TikTok គឺជា platform ដែលពេញនិយមខ្លាំងជាងគេនៅកម្ពុជាផ្ទាល់ Facebook គឺឈរនៅលំដាប់ទី1មានអ្នកបើកគណនីប្រើប្រាស់ដល់ទៅជាង11លាននាក់ចំណែកឯ TikTok គឺឈរនៅលំដាប់ទី2មានអ្នកប្រើប្រាស់រហូតដល់ទៅ7.4 លាននាក់ក្រៅពីនឹងមាន IG YouTube អីជាដើមការអភិវឌ្ឍនៃប្រព័ន្ធផ្សព្វផ្សាយ Digital ក៏បានជួយសម្រួលច្រើនដែរទៅដល់ការរស់នៅដូចជាអាជីវករដែលគាត់លក់ដូរនៅតាមតូបគាត់អាចមកលក់តាមអនឡាញហើយសិស្សសាលាដែលគាត់រៀននៅសាលាគាត់អាចដូរមកជារៀនតាមទូរស័ព្ទឬក៏ធ្វើការស្រាវជ្រាវឯកសារផ្សេងៗតាមអ៊ីនធឺណិតបានយ៉ាងងាយស្រួលនិយាយទៅរាល់ថ្ងៃយើងម្នាក់សឹងតែរស់នៅអត់ប្រព័ន្ធផ្សព្វផ្សាយ Digital អត់បានហ្មងទាំងការរស់នៅការរៀនការធ្វើការគឺសុទ្ធតែពាក់ព័ន្ធជាមួយនឹង Digital ទាំងអស់ប៉ុន្តែមិនថា Digital វិវត្តដល់កម្រិតណាគឺត្រូវតែមានអ្នកស្គាល់ពីវាអ្នកចេះប្រើប្រាស់វាអញ្ចឹងបានឥឡូវនេះជំនាញដែលត្រូវប៉ាន់ខ្លាំងគឺ Digital Marketing នឹងហ្មងដូចដែលយើងឃើញស្រាប់អញ្ចឹងមិនថាក្រុមហ៊ុនលក់រថយន្តអចលនទ្រព្យរោងកុនមន្ទីរពេទ្យឬក៏ការផ្ដល់សេវាកម្មអីទេគឺសុទ្ធតែត្រូវការ Digital Marketing ទាំងអស់បើទោះបីជាក្នុងក្រុមហ៊ុននឹងអត់មានអ្នកឯកទេសក៏គាត់ជួលពីខាងក្រៅមកដែរប៉ុន្តែស្របពេលជាមួយនឹងការអភិវឌ្ឍកាន់តែទំនើបរបស់ប្រព័ន្ធផ្សព្វផ្សាយ Digital មនុស្សក៏ត្រូវតែអភិវឌ្ឍឲ្យទាន់ឬក៏ដើរទន្ទឹមជាមួយវាដែរបើមិនអញ្ចឹងទេយើងនឹងខ្លាចជាជនរងគ្រោះហើយរងគ្រោះបែបម៉េចវាអត់បានទៅឆក់ប្លន់អីយើងទេប៉ុន្តែវាធ្វើឲ្យយើងពិបាកបែងចែកអីដែលពិតហើយនឹងអីដែលមិនពិតដូចឥឡូវ AI កាន់តែទំនើបធ្វើបានដូចជប់ទៀតអញ្ចឹងយើងងាយភ័ន្តច្រឡំដូច្នេះហើយយើងគួរតែរៀនពីវាឲ្យបានច្បាស់មែនទែនអរគុណសម្រាប់ការតាមដានវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយទៀត